សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំសូមចេញប្លុកមួយគឺការធ្វើដំណើររបស់ខ្ញុំពីទីក្រុងភ្នំពេញទៅកាន់ទីរួមខេត្តកំពតនិយាយទៅប្លុកនេះដែរគឺខ្ញុំចង់ធ្វើទុកជាអនុស្សាវរីយ៍អញ្ចឹងណាហើយខ្ញុំជិះឡានក្រុមហ៊ុនទៅនេះគឺទៅពីអ្នកកូនពៅហើយដល់ពាក់កណ្ដាលផ្លូវគេឈប់ឲ្យពួកខ្ញុំហ្នឹងចូលបន្ទប់ទឹកនឹងបានទិញអីញ៉ាំអញ្ចឹងណាហើយកូនខ្ញុំគេនិយាយថាគាត់ចូលចិត្តខ្លាំងមែនតើកន្លែងទិញនំលេងអីនេះគឺថាបានទិញនំទិញអីហើយគឺថាឡើងឡានវិញញ៉ាំនំញ៉ាំអីនៅលើឡាននិយាយទៅគឺគាត់សប្បាយចិត្តខ្លាំងមែនតើហើយការធ្វើដំណើររបស់ខ្ញុំនេះគឺខ្ញុំជិះឡានក្រុមហ៊ុន VIP អញ្ចឹងណាបងប្អូនហើយនិយាយថានៅលើឡាននេះអត់មានជប់ជាតិខ្មែរទេបងប្អូនហើយគឺខ្មែរតែខ្ញុំពីអ្នកកូនពៅនឹងឯងក្រៅពីនឹងគឺថាសិតតបរទេសមកហើយការធ្វើដំណើររបស់ខ្ញុំពីទីក្រុងភ្នំពេញទៅកាន់ទីរួមខេត្តកំពតនេះគឺប្រើរយៈពេលតែ2ម៉ោងឯងបងប្អូនហើយពីទីក្រុងភ្នំពេញទៅកាន់ទីរួមខេត្តកំពតនេះគឺមានចម្ងាយ140គីឡូម៉ែត្របងប្អូនហើយឥឡូវនេះគឺខ្ញុំបានមកដល់ទីរួមខេត្តកំពតហើយគ្រួសារខ្ញុំគឺគាត់បានយកម៉ូតូមកយកខ្ញុំពីអ្នកកូនពៅទៅកន្លែងអញ្ចឹងនៅជិតទីរួមខេត្តនឹងដែរទេបងប្អូននិយាយទៅគឺថាចូលពីផ្លូវជាតិទៅតែបន្តិចទេនិយាយពីថាកូនពៅរបស់ខ្ញុំគឺគាត់សប្បាយចិត្តខ្លាំងមែនតើបានជិះម៉ូតូអញ្ចឹងនិយាយពីថាអសប្បាយណាស់ឥឡូវនេះគឺថាបានមកដល់កន្លែងស្នាក់នៅហើយបន្ទាប់ពីមកដល់កន្លែងស្នាក់នៅមិនបានប្រមាណផងគឺថាល្ងាចឡើងគឺនាំគ្នាទៅដើរលេងចិត្តនឹងឯងបងប្អូននិយាយពីថាកូនពៅរបស់ខ្ញុំឲ្យតែថាបានដើរចិត្តនឹងក៏គាត់សប្បាយចិត្តដែរសំខាន់ឲ្យតាប៉ាគាត់បានជូនគាត់ទៅក្រៅអីតិចចឹងហើយកន្លែងដែលខ្ញុំត្រូវទៅនេះគឺថាមិនមែនទៅទឹមតែលើកទី1ទេបងប្អូនគឺទៅច្រើនដងរាប់មិនអស់ហើយដោយសារតែទៅទីរួមខេត្តកំពតអត់ដឹងថាត្រូវទៅលេងកន្លែងណាអត់ស្គាល់អញ្ចឹងណាបងប្អូនចឹងហើយគឺកន្លែងដែលត្រូវទៅនោះគឺថាទីរួមខេត្តកំពតគឺមានតែសេះសមុទ្រនឹងឯងបងប្អូននិយាយទៅប៉ុន្តែទៅលើកនេះគឺថាអត់បានឈប់ចោះដើរលេងនៅជុំវិញសេះសមុទ្រហ្នឹងទេគឺគ្រាន់តែបានជិះកាត់អញ្ចឹងហើយក៏ជិះហួសកន្លែងសេះសមុទ្រហ្នឹងក៏មានកន្លែងស្អាតមួយទៀតដែរបងប្អូនកន្លែងហ្នឹងគឺថាមើលថ្ងៃលិចគឺថាស្អាតខ្លាំងមែនតើបងប្អូននៅហ្នឹងដូចជាគេហៅកោះស្មៅមិនដឹងអីមិនដឹងឯងបងប្អូននិយាយទៅខ្ញុំអត់សូវស្គាល់ដែរប៉ុន្តែគ្រួសារខ្ញុំគឺគាត់ហៅតែកោះស្មៅហ្នឹងឯងដោយសារតែនៅហ្នឹងមានដូចជាឆ្នេរដីដែរយើងដើរលេងនៅមាត់ឆ្នេរហ្នឹងទៅគឺមើលទេសភាពថ្ងៃលិចមើលភ្នំមើលអីអញ្ចឹងដោយសារតែនៅទីរួមខេត្តកន្លែងដែលគៀកបំផុតហ្នឹងគឺថាមានតែ2 3កន្លែងហ្នឹងឯងបងប្អូនដោយសារតែពួកខ្ញុំគឺថាដើរទៅចិត្តហ្នឹងទេដោយសារល្ងាចឡើងគឺយើងទៅនេពេលល្ងាចអញ្ចឹងទៅគឺយើងអាចទៅណាឆ្ងាយទេជិះចេញពីកន្លែងសេះសមុទ្រហ្នឹងទៅតែបន្តិចទៅគឺថាដល់ហើយបងប្អូននិយាយទៅនៅហ្នឹងគឺថាលក្ខណៈថាស្ងប់ស្ងាត់ល្អដែរបងប្អូនអត់សូវអ៊ូអញញ៉ៃអីទេគ្រាន់តែទេសភាពស្អាតពេលល្ងាចអញ្ចឹងគឺថាមើលឃើញថ្ងៃលិចច្បាស់ហ្មងបងប្អូនហើយឡើងស្អាតមែនតើមកហើយយើងចោះដើរលេងមាត់ឆ្នេរហ្នឹងបន្តិចទៅមានអីរីឡេកដែរតើបងប្អូននិយាយទៅទេសភាពនិងភាពស្ងប់ស្ងាត់អញ្ចឹងគឺថាល្អមួយយ៉ាងដែរតើបងប្អូនសម្រាប់អ្នកអត់ចូលចិត្តភាពអ៊ូអណាហើយនិយាយពីថានៅហ្នឹងគឺសម្បូរជនជាតិចាស់មែនតើបងប្អូននិយាយពីថាអ្នកដើរលេងមាត់ឆ្នេរហ្នឹងគឺខ្ញុំភាគច្រើនគឺខ្ញុំឃើញតែជនជាតិចាមច្រើនតែម្ដងដោយសារតែនៅទីរួមខេត្តកំពតនេះគឺសម្បូរបងប្អូនហើយសូម្បីតែអ្នកលក់អ្នកអីហ្នឹងក៏សម្បូរជនជាតិចាមដែរហើយនិយាយថាកូនពៅរបស់ខ្ញុំគឺគាត់សប្បាយអមែនតើឃើញទឹកអត់បាននិយាយរួមទៅគឺថាក្មេងៗគឺគាត់ចូលចិត្តទឹកអញ្ចឹងហើយទាំងតែជិះមកដល់កន្លែងនេះគឺថាថ្ងៃលិចបាត់ល្មមបងប្អូននៅសល់តែផ្ទៃមេឃក្រហមនឹងឯងប៉ុន្តែមានអីមើលទៅគឺថាស្អាតដែរតើផ្ទៃមេឃរៀបលិចហើយត្រូវនឹងមានភ្នំហើយនឹងឆ្នេរសមុទ្រអីចេះទេគឺថាមានអីស្អាតមែនតើហ្មងហើយមកនេះលក្ខណៈថាជូនកូនពៅមករីឡេកឲ្យទៅអស់ចិត្តណាឲ្យគាត់រៀនថារៀងសប្បាយចិត្តតិចដែរកុំឲ្យគាត់នៅកន្លែងរបៀបថាគាត់អត់បានដើរទៅណាអញ្ចឹងគាត់រៀងថាអបសុកអីអញ្ចឹងហើយនៅកន្លែងនេះគឺថាអត់សូវមានអ្នកលក់ញ៉ៃញ៉ៃទេនិយាយទៅគឺថាអត់មានហ្មងបងប្អូនមានតែកន្លែងនៅហាងគេតែម្ដងនៅចិត្តហ្នឹងប៉ុន្តែខ្ញុំអត់ដែរចូលទេគឺគ្រាន់តែមកលេងរីឡេកកន្លែងហ្នឹងហើយគឺថាត្រឡប់ទៅញ៉ាំអីនៅដងព្រែកវិញបងប្អូនអញ្ចឹងគ្រាន់តែមករីឡេកមកផ្លែតហើយគឺថានាំគ្នាទៅវិញឯងបងប្អូនគឺទៅអង្គុយញ៉ាំអីនៅដងព្រែកនៅវិញដោយសារតែនៅដងព្រែកគឺសម្បូរអីលក់ច្រើនជាងអញ្ចឹងហើយសម្រាប់ខ្ញុំគឺថាមកកំពតរៀងច្រើនដងដែរហើយកន្លែងដែលត្រូវមកដើរលេងនេះក៏ច្រើនដងដែរបងប្អូនប៉ុន្តែអត់ដែលបានថតធ្វើប្លុកអីទុកទេទើបតែលើកនេះនឹកឃើញតាំងមកច្រើនដងដែរហើយបានមកដើរលេងកំពតដែរធ្វើប្លុកទុកមើលថ្ងៃក្រោយអីអញ្ចឹងណាបងប្អូនហើយលើនេះគឺខ្ញុំបានត្រឡប់មកអង្គុយញ៉ាំអីនៅដងព្រែកកំពតវិញហើយនិយាយថាកន្លែងនេះគឺថាមករាល់ល្ងាចតែម្ដងបងប្អូនឲ្យតែល្ងាចឡើងគឺមកអង្គុយញ៉ាំអីនៅហ្នឹងហើយដោយសារតែនៅនេះគឺថាសបោមនុស្សអង្គុយញ៉ាំអីនៅនេះច្រើនជាងនៅកន្លែងមិញអញ្ចឹងណាបងប្អូនហើយគឺសបោអ្នកលក់សបោអីទៀតអញ្ចឹងទៅគឺហើយមានភ្លើងមានអីអញ្ចឹងភ្លឺជាងនៅនោះហើយថ្ងៃនេះគឺខ្ញុំបានហៅបុកលហុងហើយនឹងនេះបងប្អូនហើយនឹងសាច់គោអាំងនិយាយទៅសាច់គោអាំងគឺខ្ញុំហៅសាច់គោអាំងទឹកប្រហុកឯងប៉ុន្តែអត់មានណាមានតែសាច់គោអាំងចកានិយាយទៅគឺខ្ញុំចូលខុសកន្លែងបងប្អូនមករត់ដងគឺថាទៅកន្លែងមួយទៀតមានសាច់គោអាំងទឹកប្រហុកនិយាយថាឆ្ងាញ់ខ្លាំងមែនតែនហ្មងមានណាដល់ពេលចូលកន្លែងនេះអត់មានទេសាច់គោអាំងទឹកប្រហុកហ្នឹងមានតែសាច់គោអាំងចកាហ្នឹងឯងអញ្ចឹងទៅក៏ញ៉ាំហ្នឹងទៅតែមានអីឆ្ងាញ់ដែរតើបងប្អូនហើយបុកលហុងនេះគឺថាមួយចាន20000ហើយសាច់គោអាំងចកាហ្នឹងក៏10ចកា20000ដែរបងប្អូនគឺថាតម្លៃប៉ុណ្ណឹងគឺថាល្មមញ៉ាំដែរបងប្អូនមិនថ្លៃហើយក៏មិនថោកពេកអញ្ចឹងណាឥឡូវអង្គុយញ៉ាំអីហើយក៏នាំគ្នាត្រឡប់ទៅផ្ទះវិញអញ្ចឹងប្លុករបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនបងប្អូនជួបគ្នានៅវីដេអូក្រោយៗទៀតជម្រាបលា